បើសិនជាស្ថាប័នខាងសារាចរចេះរៀបខ្ញុំលើកដៃសុំជួយមុនគេខ្ញុំរៀបជូនហើយមិនបាច់ដាក់ឈ្មោះខ្ញុំចាំតែទទួលយកជោគជ័យទៅហើយមិនបាច់ឲ្យប្រាក់ខែទៀតព្រោះខ្ញុំចង់ចូលរួមចំណែកដោះស្រាយបញ្ហាកាន់តែស្ពានស្មាតទោសខ្ញុំលើកច្រើនសារវងមូលចូលចង្វាទាំងសងខាងស្ទះរាល់តែព្រឹកស្ទះរាល់ល្ងាចហើយរាល់តែឆ្នាំមិនតែមួយឆ្នាំនេះណាឬក៏ចាំដល់សម្ដេចចុះមកដោះស្រាយខ្លួនឯងហើយយកហេតុផលអត់ដែលចេះខុសដោយអាផ្លូវនិយាយការបំភ្លឺរបស់ពួកគាត់អត់ដែលចេះខុសចាំដល់អន្តរាគមន៍ពីសម្ដេចនយោបាយមកគឺយ៉ាងម៉េចហើយបើថាស្ពានជ្រួយវ៉ាស្ទះតែមួយឆ្នាំហ្នឹងមិនអីទេស្ទះរាល់ឆ្នាំហើយយើងទៅសិក្សាប្រភពទៅអង្គុយមើលនៅវងមូលមួយមានផ្លូវចូលបុកមក7 8រឿងអីមិនស្ទះហើយធ្វើរវងមូលលេបផ្លូវទៀតមិនមែនធ្វើឲ្យនេះហើយគ្រប់កន្លែងទាំងអស់យើងយកតែរឿងពៀនជួយវាងមកដោះស្រាយខ្ញុំថាខ្ញុំលើកដៃជួយដោះស្រាយបញ្ហានឹងមុនគេបើសិនជាត្រូវការខ្ញុំតែបើមិនត្រូវការហ្នឹងមិនដឹងធ្វើមកទេ